បាទលោកនាងជាទីមេត្រីអាជ្ញាធរនៅតាមមូលដ្ឋានខ្លះនៃស្រុកក្រឡាញ់ខេត្តសៀមរាបដែលគាំទ្រគណៈបកប្រជាជនកម្ពុជាបានចុះតាមភូមិឃុំហើយចែកអំណោយជូនប្រជាពលរដ្ឋដូចជាលុយនិងក្រមាជាដើមអ្នកភូមិខ្លះនិយាយថាការចែកអំណោយនេះបានភ្ជាប់ទៅនឹងលក្ខខណ្ឌថាត្រូវតែបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជានៅថ្ងៃទី4ខែមិថុនាខាងមុខនេះបាទសូមអញ្ជើញលោកនាងទស្សនាសេចក្តីរាយការណ៍អំពីរឿងនេះរបស់លោកហងសាវយុទ្ធពលរដ្ឋមួយចំនួននៅភូមិតាយិនឃុំស្នួលនៃស្រុកក្រឡាញ់ចោតមេភូមិនេះរួមនឹងអ្នកគាំទ្រគណៈបកកាន់អំណាចខ្លះទៀតថាបានយកលុយទៅដើរចែកនៅតាមផ្ទះព្រមទាំងបង្ខំឲ្យមនុស្សខ្លះស្បត់នៅពេលដែលគេសង្ស័យថាអាចនឹងមិនបោះឆ្នោតឲ្យគណៈបករបស់គេទេនោះអ្នកភូមិតាយិនម្នាក់អះអាងថាកាលពីថ្ងៃទី14ខែឧសភាមេភូមិតាយិនឈ្មោះលីហិននិងអនុប្រធានភូមិឈ្មោះហួយវ៉ាតព្រមទាំងក្រុមការងារជាច្រើនអ្នកទៀតបានទៅចែកលុយឲ្យអ្នកភូមិរបស់គាត់ក្នុងម្នាក់ចំនួន 5000 រៀលលោកស្រីបន្ថែមថាមេភូមិនិងក្រុមការងារបានបើកបញ្ជីហៅឈ្មោះអ្នកភូមិរួចហើយចែកលុយចំណែករូបគាត់គ្មានឈ្មោះនៅក្នុងបញ្ជីបើកលុយនោះទេស្រាប់តែពេលនោះក្រុមការងារម្នាក់បានឲ្យគាត់ស្បត់ជាមុនសិនប្រសិនបើចង់បានលុយ 5000 រៀលដូចគេបើចង់បានលុយនេះបើសិនតែនេះបើនេះពីអុយចុះឈ្មោះអុយគឿតទូចេចុះឈ្មោះគឿតទូប៉ុន្តែសាច់ចាអុយសិនទេចេយីមានសាច់ចាណាសាច់ចាចេះណាបើឡានបុកអុយឡានជួលថាអុយញុំណាបើហ៊ានសាច់ចាចាអុយលុយ5000រៀលនេះគឺខ្ញុំតាមីអើយមីមិនធ្វើអីចំណាប់ប្លោះប្រាក់5000ប៉ុណ្ណេះបើថាមិនអុយខ្ញុំបានខឹងទេមិនអុយក៏ហុយចាស់មិនគេបាក់អុយខ្ញុំសាច់ចាណាធំដុំប្លោះខ្ញុំក៏ថាគេអ្នកភូមិតាយិនម្នាក់ទៀតមានប្រសាសន៍ថាមេភូមិអនុប្រធានភូមិនិងក្រុមការងារដែលគាំទ្រគណៈបកប្រជាជនកម្ពុជាពិតជាបានទៅចាយប្រាក់នៅភូមិរបស់គាត់មែនលោកស្រីបញ្ជាក់ថាគាត់មិនបានទៅកន្លែងចែកលុយនោះទេប៉ុន្តែគាត់ក៏បានលុយដែរគឺគេផ្ញើមកឲ្យតាមរយៈបងស្រីរបស់គាត់បងស្រីមានប្រាប់ខ្ញុំថាម៉េចផងខ្ញុំមកទៅញ៉ាំប្រាក់អង្គបាន150បើអយប្រាប់ថាបើអយប៉ុណ្ណោះហើយវាមិនបានថាម៉េចមេឃុំស្នួលលោកពេជ្រសារឿបដិសេធចំពោះការលើកឡើងរបស់ពលរដ្ឋចំពោះការតម្រូវឲ្យស្បត់ស្បាយលោកមេឃុំចាត់ទុកថាការលើកឡើងរបស់ពលរដ្ឋនេះជាការបង្ខូចឈ្មោះអាជ្ញាធរភូមិប៉ុណ្ណោះលោកមេឃុំពេជ្រសារឿបញ្ជាក់ថាការចែកលុយឲ្យប្រជាពលរដ្ឋនៅតាមភូមិនោះដោយសារគណៈបកប្រជាជនកម្ពុជាធ្វើអំណោយហើយការចែកលុយនេះគឺធ្វើគ្រប់ឃុំក្នុងស្រុកក្រឡាញ់មិនមែនមានតែឃុំរបស់លោកនេះទេមន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តសៀមរាបលោកស៊ូណារិនមានប្រសាសន៍ថាសកម្មភាពចែកអំណោយនៅតាមផ្ទះមុនពេលឃោសនារកសម្លេងឆ្នោតគឺជាការឆ្លៀតចំណេញខាងនយោបាយខុសនឹងច្បាប់បោះឆ្នោតរបស់កោជបលោកស៊ូណារិនសង្កេតឃើញថារាល់សកម្មភាពរបស់អាជ្ញាធរមូលដ្ឋានដែលចុះឃោសនារកសម្លេងគាំទ្រឲ្យគណៈបកកណ្ដាលអំណាចដូចនេះគឺលោកមិនសូវឃើញកោជបឬក៏សមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនោះទេខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាប